ยังไงบัตรสัญชีយើងប្រើ Facebook យូរហើយបាទยังไงជួនកាលយើងអាចជាគេហៅថាលេខទូរស័ព្ទរបស់យើងហ្នឹងគឺខូចឬក៏យើងចោលលេខទូរស័ព្ទហើយបើអញ្ចឹងមិនយើងទាំងអស់គ្នាបើសិនជាប្រើ Facebook យូរហើយក៏ប៉ុន្តែបើសិនជាយើងคลิกនៅគេហៅថាឬក៏ចោលនៅលេខទូរស័ព្ទបើអញ្ចឹងយើងគួរតែចូលទៅធ្វើការអាប់ដេតនៅគេហៅថាលេខទូរស័ព្ទរបស់យើងថ្មីជាបន្ទាន់ណាបើសិនជាយើងមិនចង់ឲ្យ Facebook របស់យើងខូចបាទអញ្ចឹងមិនយើងនោះយើងទៅធ្វើការអាប់ដេតនៅគេហៅថាលេខទូរស័ព្ទរបស់យើងចូលទៅក្នុង Facebook របស់យើងទាំងអស់គ្នាបាទតើយើងមើលទាំងអស់គ្នាបាទជំហានដំបូងយើងចូលមកកាន់ apps Facebook របស់យើងមកបាទបើអញ្ចឹងយើងចូលមកកាន់ត្រេ3ដែលនៅខាងលើយើងធ្វើការចុចមកបាទអញ្ចឹងបន្តមកទៀតយើងចូលមកកាន់ការកំណត់និងឯកជនភាពចុចមកបាទបន្ទាប់មកទៀតគឺយើងចូលមកកន្លែងការកំណត់បាទចុចមកបាទហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតហ្នឹងគឺយើងចូលមកកាន់មណ្ឌលគណនេយ្យបាទអានេះមណ្ឌលគណនេយ្យនេះមិនមែនមណ្ឌលសុខភាពទេបាទបើយើងធ្វើការចុចមកបាទអញ្ចឹងបន្តមកទៀតយើងចូលមកកាន់ត្រង់កន្លែងដែលមានរូប profile របស់យើងហ្នឹងព័ត៌មានលម្អិតផ្ទាល់ខ្លួននិងកម្រងព័ត៌មានបាទយើងធ្វើការចុចមកបាទបន្តមកទៀតយើងមើលចំត្រង់កន្លែងព័ត៌មានទំនាក់ទំនងបាទយើងធ្វើការចុចមកបាទអញ្ចឹងបន្តមកទៀតបងប្អូនមើលមកខាងក្រោមត្រង់កន្លែងពាក្យថាលេខទូរស័ព្ទចល័តបាទយើងធ្វើការចុចមកបាទហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការដាក់លេខទូរស័ព្ទដែលមិត្តរបស់យើងបានធ្វើការត្រៀមទុកហើយហ្នឹងគឺយើងធ្វើការដាក់មកបាទអញ្ចឹងបន្ទាប់ពីយើងដាក់លេខទូរស័ព្ទរបស់យើងចូលរួចរាល់ហើយមិត្តយើងទាំងអស់គ្នាយើងមើលមកខាងក្រោមត្រង់កន្លែងចំណុចនេះណាបើសិនជាមិត្តយើងទាំងអស់គ្នាចង់បញ្ចូលជាលេខទូរស័ព្ទក៏បានឬក៏ចង់បញ្ចូលជា Gmail ក៏បានដែរអានេះគឺបានតែពីរបាទហ្នឹងហើយស្ដេចតែមិត្តយើងធ្វើការជ្រើសទេបាទហ្នឹងហើយក៏បន្តមកទៀតយើងមើលចំត្រង់កន្លែងខៀវៗយើងធ្វើការចុចមកបាទមិញហ្នឹងដោយសារតែខ្ញុំចុចមិនទាន់គឺវាមានការលោតនៅគេហៅថាលេខដើម្បីឲ្យយើង confirm ក៏ប៉ុន្តែវាលោតមកជា auto បាទហើយក៏អញ្ចឹងបានន័យថាក្នុងការអាប់ដេតនៅលេខទូរស័ព្ទរបស់យើងហ្នឹងបានន័យថាយើងជោគជ័យហើយបាទបើអញ្ចឹងយើងមើលមកខាងក្រោមត្រង់កន្លែងខៀវៗនេះបាទយើងធ្វើការចុចបិទមកបាទព័ត៌មានក្នុងការអាប់ដេតរបស់យើងបានន័យថារួចរាល់ហើយបាទហ្នឹងហើយក៏សូមអរគុណដល់មិត្តយើងទាំងអស់គ្នាផងណាកុំភ្លេចចូលទៅអាប់ដេតលេខទូរស័ព្ទឬក៏ Gmail របស់យើងបើសិនមិនចង់ខូចនៅ Facebook របស់យើងបាទបើអញ្ចឹងវីដេអូនេះបើសិនជាមានប្រយោជន៍ដល់មិត្តយើងទាំងអស់គ្នាសូមជួយធ្វើការចុច like comment ឬក៏ follow ម្នាក់មួយផងបាទ